មានព័ត៌មានគឺគ្មានចំណេះដឹងគ្មានជាតិបានធម្មជាតិបានផ្ដល់នៅមនុស្សនៅបំណងប្រាថ្នាព្រមទាំងទេពកោសល្យផ្សេងៗការពុះពៀការហឹងហាត់និងសភារៈជុំវិញបានជំរុញឲ្យគេមានការរីកចម្រើនទៅលើផ្នែកអ្វីដោយអារម្មណ៍ខ្លាំងក្លាបំផុតប្រការទាំងនេះហើយដែលធ្វើឲ្យពិភពលោកកើតមានមនុស្សល្បីល្បាញក្នុងផ្នែកផ្សេងៗជាច្រើនរាប់មិនអស់ជាការពិតដៃស្ដាំដែលប្រើច្រើនវាសនិងស្ទាត់ជំនាញដៃឆ្វេងដែលមិនសូវបានប្រើគុណល្អមើលឬមិនល្អមើលសំខាន់លើពេលចប់មនុស្សយើងបើនឹងដើរចេញទៅផ្លូវណាត្រូវដើរផ្លូវនោះឲ្យដល់ទីដៅការខំពុះពៀអស់ពីកម្លាំងកាយចិត្តដើម្បីឲ្យដល់គោលដៅគឺជាគំរូល្អប៉ុន្តែបៀតបៀនអ្នកដទៃដើម្បីសម្រេចនូវគោលដៅរបស់អ្នកគឺជាកំហុសគន្លឹះដើម្បីឈ្នះគឺអ្នកត្រូវតស៊ូព្យាយាមហើយមនុស្សដែលទទួលបានជោគជ័យគឺមនុស្សដែលមិនរុញរានៅពេលដែលធ្វើអ្វីអាក្រក់បានកើតឡើងចំពោះមនុស្សល្អគឺគ្មានអ្វីដែលនៅចុងក្រោយរហូតនោះទេអ្នកពិតជាមិនអាចបង្រៀនមនុស្សនូវអ្វីទាំងអស់បានទេគឺអ្នកអាចត្រឹមតែជួយពួកគេឲ្យរកផ្លូវនូវអ្វីដែលមាននៅក្នុងខ្លួនរបស់ពួកគេតែប៉ុណ្ណោះមនុស្សដែលមានទឹកចិត្តខ្ពស់គឺមិនធ្វើឲ្យជម្លោះរីករាលដាលចិត្តគំនិតរបស់មនុស្សមិនបានផ្ដោតទៅលើពាក្យរបស់អ្នកដទៃគេជក់ចិត្តទៅលើអ្វីដែលទាក់ទងនឹងរឿងរ៉ាវរបស់គេតែប៉ុណ្ណោះហេតុនេះត្រូវសង្កេតមើលចិត្តរបស់